ខ្ញុំក៏សូមអរគុណដល់ថ្នាក់ដឹកនាំសមាជិកសមាជិកានិងបងប្អូនប្រជាពលរដ្ឋជាពិសេសយុវជនដែលបានរៀបចំនិងចូលរួមក្នុងមហាព្រឹត្តិការណ៍ដំណើរថ្មើរជើងរួមគ្នា Solidarity March កាលពីថ្ងៃទី18កន្លងទៅនេះដែលមានមនុស្សជាង15,000នាក់ចូលរួមដែលបង្ហាញអំពីស្មារតីផុសផុលនៅក្នុងការចូលរួមដោយស្ម័គ្រចិត្តបង្ហាញអំពីទឹកចិត្តមិនត្រឹមតែ15,000នាក់ជាងដែលចូលរួមនោះទេប៉ុន្តែបើយើងមើលនៅថ្ងៃនោះផ្ទុះទូទាំងប្រព័ន្ធ social media គ្រប់កន្លែងទាំងអស់រហូតទៅដល់បរទេសកាសែតបរទេសរួមទាំងកាសែតថៃក៏បង្ហាញហើយស្មារតីនៃការបញ្ចេញមកគ្រប់គ្រងរបស់ប្រជាជាតិមួយមិនថាក្នុងនិងក្រៅប្រទេសមិនថានានាការមិនថាសាសនាណានេះគឺបង្ហាញអំពីការមូលមតិគ្នាដែលថាយើងធ្វើត្រូវកងទ័ពរបស់យើងរាជរដ្ឋាភិបាលរបស់យើងបានធ្វើកិច្ចការងារត្រូវដើម្បីការពារអធិបតេយ្យភាពជាតិយើងមិនទៅបំពានអ្នកណាប៉ុន្តែយើងត្រៀមលក្ខណៈនិងចាត់វិធានការគ្រប់បែបយ៉ាងដើម្បីការពារអធិបតេយ្យភាពនិងកិត្តិយសជាតិរបស់យើងស្មារតីជាតិនិយមបែបនេះស្នេហាជាតិបែបនេះគឺជាស្មារតីដែលត្រឹមត្រូវដែលថាស្រឡាញ់ជាតិពិតប្រាកដព្រោះអ្នកស្នេហាជាតិមានច្រើនទម្រង់មានច្រើនជ្រុងប៉ុន្តែម៉ោងស្មើនេះជាម៉ោងដែលប្រទេសយើងមានហានិភ័យប្រជាពលរដ្ឋយើងមូលមតិគ្នាគាំទ្រនេះគឺជាការការពារជាតិពិតប្រាកដស្មារតីរួមគ្នានេះហើយដែលធ្វើឲ្យយើងខ្លាំងប្រទេសយើងតូចជាងប្រទេសមួយទៀតសេដ្ឋកិច្ចយើងមិនទាន់ខ្លាំងដូចគេទទួលស្គាល់ប៉ុន្តែអ្វីដែលខ្លាំងគឺការមូលមតិឯកភាពជាតិរបស់យើងនេះគឺជាចំណុចខ្លាំងរបស់កម្ពុជាដែលយើងត្រូវធ្វើពេលនេះព្រោះម៉ោងនេះមានកម្លាំងចលនាដែលខំប្រឹងបំបែកខ្ញុំមើលរាល់ថ្ងៃអ្នកបំបែកនោះគឺថាមិនដឹងយ៉ាងម៉េចទេខ្មែរមិនដឹងជាខ្មែរស្អីមិនដឹងជាស្អីទេបាទបន្តិចរឿងសម្រាប់ឃើញអាដាមទាសីហាបែរឃើញមានតពេកមួយនោះមិនកុំសំដៅអ្នកដែលអត់សក់អ្នកវិភាគមួយនោះនៅមកចង់បំបែកថាឥឡូវតបអតីតភាគីនេះត្រូវគេធ្វើបាបអតីតភាគអានឹងដូចយើងប៉ះគ្នា2011គេនាំគ្នាបំបែកអារម្មណ៍កងទ័ពយើងនៅតាបួនកងពល42ថាគេរុញតែខ្មែរក្រហមទៅស្លាប់រដ្ឋកម្ពុជាអត់ឥឡូវគេមកបំបែកថាណែតាហ៊ានអតីតអានគីអតីតហ៊ុនស៊ិនប៉ិចគេអត់ឲ្យឡើងសាក់គេឲ្យឡើងសាក់តែ CPP ទៅជារឿងចឹងទៀតពេលដែលរៀបទូមិននៅទៅថាកោះអាស័យវៀតណាមមកយកពេញទៅជាចឹងទៀតកោះអាស័យពីណាចង់ទៅមើលជីទៅអត់ឆ្ងាយទេបាទកម្ពុជាយើងម្ចាស់ការប៉ុន្តែសំដួលសួរថាតើគេចាំបាច់ធ្វើអីបោកសម្បត្តិនេះបើបងប្អូនអ្នកស្នេហាជាតិពិតប្រាកដខ្ញុំថាគួរតែមូលមតិគ្នាទៅហើយជាពិសេសការបង្កើតបញ្ហាបង្កើតរឿងផ្សេងយកមកបំបែកនេះប៉ុន្តែខ្ញុំមើលគេខំប្រឹងធ្វើយ៉ាងម៉េចក៏ដោយការបំផុសមិនក៏ដោយប៉ុន្តែมันអាចបំបែកនៅស្មារតីរួមជាតិស្មារតីរួមផ្នែកគំនិតរបស់ជាតិរបស់យើងនោះទេជាពិសេសនៅពេលដែលយើងចេញមកការពារកិត្តិយសជាតិរបស់យើងនេះគឺជាកត្តាសំខាន់របស់យើងដែលថាទោះបីជាសត្រូវក្នុងឬក្រៅកម្លាំងជាតិរបស់យើងកម្លាំងស្នេហាជាតិរបស់យើងនៅពេលនេះគឺអាចគ្របដណ្ដប់បានទាំងអស់ដើម្បីបង្ហាញទៅកងទ័ពយើងថាប្រទេសយើងថាប្រជាជនយើងគ្រប់កន្លែងយើងថាយើងធ្វើទាំងអស់ដើម្បីការពារជាតិរបស់យើងឲ្យខ្មែរទាំងអស់នៅជាមួយកងទ័ព